ទេសកម្ពុជាជាប្រទេសកសិកម្មដែលមានប្រជាជនប្រមាណ 70% ប្រកបការងារកសិកម្មធ្វើស្រែចម្ការចិញ្ចឹមសត្វនិងប្រកបអាជីវកម្មលក់ដូរតាមបែបគ្រួសារបច្ចុប្បន្នដោយកត្តាបម្រែបម្រួលអាកាសធាតុបណ្ដាលឲ្យការដាំដំណាំនិងការចិញ្ចឹមសត្វរបស់ប្រជាកសិករជួបនៅបញ្ហាមួយចំនួនដូចជាបញ្ហាទឹកជំនន់គ្រោះរាំងស្ងួតដែលអូសបន្លាយរយៈពេលវែងធ្វើឲ្យកើតមានតម្រូវការទឹកប្រើប្រាស់ដាំដំណាំនិងចិញ្ចឹមសត្វជួបនៅបញ្ហាកង្វះខាតយ៉ាងខ្លាំងជាពិសេសនៅក្នុងតំបន់គោលដៅគម្រោងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារនិងសម្រាប់ធ្វើកសិកម្មការខ្វះខាតនៅបច្ចេកទេសកសិកម្មចម្រុះដូចជាការដាំបន្លែឲ្យបានទិន្នផលច្រើនការធ្វើជីកំប៉ុស្តការធ្វើថ្នាំកម្ចាត់សត្វល្អិតនិងការចិញ្ចឹមសត្វឲ្យបានត្រឹមត្រូវរួមទាំងកង្វះការយល់ដឹងអំពីវិធានការទប់ស្កាត់គ្រោះមហន្តរាយធ្វើឲ្យជីវភាពក្នុងគ្រួសាររួមទាំងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងសហគមន៍មានការថយចុះផងដែរដោយមើលឃើញពីផលប៉ះពាល់ទាំងនេះសមាគមសហព័ន្ធសហគមន៍ជំរុញសហគ្រាសកសិកម្មជាលក្ខណៈគ្រួសារនៅកម្ពុជាដែលហៅកាត់ថាសសកបានបង្កើតឡើងនៅគម្រោងមួយដែលមានឈ្មោះថា Sri Pack ដែលទទួលថវិកាតាមរយៈមូលនិធិខ្នាតតូចបរិស្ថានពិភពលោក USAID SGP GEF UNDP ក្នុងគោលបំណងដើម្បីពង្រឹងភាពធន់និងបម្រែបម្រួលអាកាសធាតុតាមរយៈការកែលម្អប្រព័ន្ធកសិកម្មអេកូឡូស៊ីដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងនៅជីវភាពរបស់កសិករដោយយើងដឹងកន្លងមកគម្រោងនេះមានរយៈពេល18ខែគិតចាប់ពីខែកុម្ភៈឆ្នាំ2024ដល់ខែសីហាឆ្នាំ2025ដោយធ្វើការគាំទ្រដល់សហគមន៍កសិកម្មចំនួន4ស្ថិតក្នុងឃុំស្វាយលើស្រុកស្វាយលើខេត្តសៀមរាបនិងឃុំបាយដំរាំឃុំកន្ទឺ1និងឃុំកន្ទឺ2ស្រុកបាណន់ខេត្តបាត់ដំបងបន្លែទិញគាត់1គីឡូប្រហែល3000ពលតាមរបៀបកសិកម្មបើយើងទិញថ្នាំពលគីមីពីផ្សារមកជាលទ្ធផលដោយបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានយើងបានសាងសង់អាងស្តុកទឹកមួយដែលមានទំហំ10ម៉ែត្រគុណនឹង12ម៉ែត្រកម្ពស់2ម៉ែត្រដោយបានតភ្ជាប់ទយោចែកចាយទឹកប្រវែង4400ម៉ែត្រទៅដល់ប្រជាពលរដ្ឋចំនួន175គ្រួសារដែលអាចមានលទ្ធភាពប្រើប្រាស់ទឹកប្រចាំថ្ងៃបានគ្រប់គ្រាន់និងអាចដាំដំណាំចិញ្ចឹមសត្វបានពេញមួយឆ្នាំទៀតផងលើសពីនេះទៅទៀតគម្រោងបានដើរតួយ៉ាងសំខាន់ក្នុងការបង្ហាត់បង្ហាញតាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងការដាំដំណាំដើម្បីទទួលបាននូវទិន្នផលខ្ពស់មានសុវត្ថិភាពការបង្កើតជីកំប៉ុស្តនិងការបង្កើតថ្នាំពុលធម្មជាតិជាដើមមានចិត្តសប្បាយរីករាយណាស់ដែលខ្ញុំបានរៀនខាងគម្រោងសកដែលគាត់បានជួយបង្ហាត់បង្រៀនរបស់ឲ្យកសិករយើងទាំងអ្នកចិត្តខាងទាំងរូបខ្ញុំផ្ទាល់នេះឲ្យចេះធ្វើដូចជាជីកំប៉ុស្តទឹកកំប៉ុស្តគោកថ្នាំបាញ់សត្វល្អិតប្រើទៅដើម្បីឲ្យវានឹងកុំឲ្យប៉ះពាល់ដល់សុខភាពសម្រាប់អ្នកខ្ញុំផ្ទាល់នេះក៏មានការរីករាយដែលយើងធ្វើទៅយើងបានផលយើងយកទៅលក់នៅទីផ្សារក៏វាបានតម្លៃរៀងខ្ពស់គ្រាន់ហើយខ្ញុំសប្បាយរីករាយណាស់ដែលអង្គការគាត់ផ្ដល់ជាគ្រាប់ពូជហើយជាសម្ភារៈហើយនឹងដូចជាគាត់បំរៀនឲ្យខ្ញុំប្រើពីរឿងធ្វើជីកំប៉ុស្តឬក៏ជីបាញ់លើដើមអីអញ្ចឹងបានផលល្អគ្រប់គ្រាន់ខ្ញុំសប្បាយចិត្តណាស់បានខាងសសកបានជួយឧបត្ថម្ភអាងទឹកមួយបាទឥឡូវជាបរិយាកាសបានទទួលផលប្រើប្រាស់បានគ្រប់គ្រាន់ហើយប្រើបានពេញមួយថ្ងៃរយៈពេលមួយឆ្នាំទៅមួយឆ្នាំយើងអាចប្រើប្រាស់បានពេញមករដូវចាប់ពីរដូវវស្សារហូតដល់រដូវប្រាំងបាទគឺអត់មានការខ្វះខាតទេដោយសារយើងមានអាងស្តុកទឹកសម្រាប់ចែកចាយទៅបងប្អូនជាបរិយានៅក្នុងភូមិបាទការពីមុនគិតស្រាប់ជួបប្រទេសក្នុងការខ្វះខាតទឹកយ៉ាងខ្លាំងប៉ុន្តែដល់បានគម្រោងសសកមួយជួយនោះគឺជាការសប្បាយចិត្តរីករាយយ៉ាងខ្លាំងបាទទឹកនេះយ៉ាងហោចណាស់ក៏ឲ្យគិតបានប្រើប្រាស់បានជាប្រចាំទាំងរដូវប្រាំងនិងរដូវវស្សាបាទ
គិតមកដល់ចុងខែសីហាឆ្នាំ2025សមាជិកសហគមន៍កសិកម្មបិទផ្ការមហាសម្បត្តិចំនួន160គ្រួសារមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងគ្រួសារអាចដាំដំណាំនិងចិញ្ចឹមសត្វបានហើយកាត់បន្ថយនៅបញ្ហារងគ្រោះផ្សេងៗដែលបណ្ដាលមកពីការបម្រែបម្រួលអាកាសធាតុផងដែរសូមអរគុណខាងសសកដែរដែលជានិច្ចកាលតែងតែជួយដល់ខាងដូចជាសហគមន៍ដូចជាខាងប្រជាពលរដ្ឋយើងនៅតាមភូមិណាអ្នកខ្លះក៏ពីដើមមកគាត់អត់បានយល់ដឹងទេពីបញ្ហាគម្រោងនេះដោយថាបានសសកដែលគាត់មានគម្រោងនោះមកឲ្យយើងចុះផ្សព្វផ្សាយតាមភូមិមកយើងចេះថាហៅប្រជុំណែនាំគាត់ទៅប្រាប់ពីបញ្ហាគ្រោះមហន្តរាយវាមិនដែលបញ្ហាដែលមានបញ្ហាដូចថាទន្ទឹមនឹងការទទួលបាននូវទឹកប្រើប្រាស់គ្រប់គ្រាន់នៅចុងខែសីហានេះផងដែរសហគមន៍កសិកម្មទាំង3គឺឃុំបាយដំរាំកន្ទឺ1និងកន្ទឺ2មានប្រជាកសិករចំនួន225នាក់ទទួលបាននូវវគ្គបណ្ដុះបណ្ដាលដើម្បីជាចំណេះដឹងនិងការបង្កើនសមត្ថភាពប្រកបការងារកសិកម្មទប់ទល់នឹងការប្រែប្រួលអាកាសធាតុព្រមទាំងទទួលបាននូវគ្រាប់ពូជល្អដើម្បីបង្កើនផលទោះស្ថិតក្នុងស្ថានភាពនៃការបម្រែបម្រួលអាកាសធាតុក៏ដោយក៏ជីវភាពគ្រួសារនៅតែរក្សាបាននូវប្រាក់ចំណូលប្រចាំថ្ងៃនិងមានទឹកប្រើប្រាស់គ្រប់គ្រាន់ខ្ញុំសប្បាយចិត្តណាស់ដែលបានអង្គការ UNDP និងអង្គការសសកដែលជាគម្រោងអាចផ្ដល់ទឹកឲ្យកសិករនៅក្នុងភូមិខ្ញុំបានប្រើប្រាស់និងជួយដល់អង្គការចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពរបស់ពួកខ្ញុំបាទកាលពីមុនមកពិបាកយើងទៅរែកនៅខាងពឹងស្វែងលេងទឹកចេញក្នុងភូមិយើងនេះពិបាកណាស់នឹងទឹកការប្រើប្រាស់ប៉ុន្តែតាំងពីបានបងអង្គការសសកក៏ចុះមកជួយក្នុងក្រុមគ្រួសារខ្ញុំហើយនឹងប្រជាពលរដ្ឋនៅក្នុងភូមិបាត់ផ្កាខ្ញុំគាត់ក៏បានទឹកប្រើប្រាស់ស្រួលក្នុងការធ្វើអ្វីគ្រប់យ៉ាងក្នុងគ្រួសារយើងចំពោះសមិទ្ធផលថ្មីនេះបាទគឺខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិបាត់ផ្កាយើងបាទនឹងយកទៅប្រើប្រាស់ស្របទៅតាមចក្ខុវិស័យរបស់រដ្ឋបាលស្រុកបាទគឺយើងបង្កើននៅដំណាំបាទការចិញ្ចឹមសត្វបាទហើយក៏គម្រោងនេះក៏ជួយកាត់បន្ថយនៅភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរបាទគម្រោង Sri Pack នៅក្នុងតំបន់នេះគឺជាការបោះជំហានទី1ដែលយើងនៅមានជំហានបន្តបន្ទាប់ជាច្រើនទៀតឆ្ពោះទៅកាន់តំបន់សហគមន៍ផ្សេងទៀតដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករតាមរយៈការពង្រឹងការយល់ដឹងផ្ដល់នូវជំនាញនិងផ្ដល់នូវគ្រាប់ពូជល្អព្រមទាំងជួយបង្កើតនូវឱកាសទីផ្សារនានាសម្រាប់អាជីវកម្មខ្នាតតូចឲ្យរឹតតែមានភាពល្អប្រសើរឡើងខ្ញុំពោឲ្យមានដូចជាការជួយជាសម្ភារៈការជួយជាចំណេះដឹងផ្សេងៗទាក់ទងទៅនឹងកសិកម្មជាបន្តទៀតដូចជាការចិញ្ចឹមសត្វការផ្ដោតទៅលើដំណាំមួយមុខឬក៏ជាច្រើនមុខដែលយើងអត់ទាន់បានសិក្សាទៅដល់ហើយនឹងជួយផ្ដល់ជាទុនក៏ដូចជាអាចផ្ដល់ជាទីផ្សារមួយដែលយើងពេលដែលយើងផលិតហើយយើងមានការលក់ចេញទៅក្រៅបានតម្លៃមួយដែលសមរម្យអាចមានការចំណេញអីតិចតួចចា៎ហើយខ្ញុំឃើញថាការប្រើប្រាស់ទឹកនេះគឺល្អមានបានគ្រប់គ្រាន់វាបានគ្រាន់ជាងមុនហើយទាំងការប្រើប្រាស់មនុស្សសត្វនិងដំណាំខ្លះគឺបានល្អប្រសើរបាទខ្ញុំមានសំណូមពរដល់សហព័ន្ធសហគមន៍កសិកម្មជំរុញកសិកម្មនៅកម្ពុជាបាទសូមជួយឧបត្ថម្ភបន្ថែមទៅតាមលទ្ធភាពហើយនឹងទៅតាមសំណូមពររបស់ជាពលរដ្ឋដែលបានស្នើសុំនឹងសំណូមពរបន្តពាក់ព័ន្ធទៅនឹងអាងចម្រោះទឹកស្អាតបាទដើម្បីឲ្យជាពលរដ្ឋងាយស្រួលក្នុងការប្រើប្រាស់ហើយនឹងមានសុវត្ថិភាពបាទ